Just like អ្នកទាំងអស់គ្នាអីដែលខ្ញុំចង់និយាយថ្ងៃនេះគឺអូឈប់ផ្លេចខ្ញុំសួរយ៉ាអីដែលខ្ញុំចង់និយាយថ្ងៃនេះគឺការសរសេរ diary វាជួយជីវិតខ្ញុំច្រើនមែនទែន diary គឺជាអីដែលយើងសរសេរវាជាខ្ញុំដឹងឲ្យអ្នកទាំងអស់គ្នាដឹងថាវាជាអីវាជា diary វាជាអីដែលពេលយើងមានពេលវេលាយើងទៅសរសេរ diary កាលមកខ្ញុំគឺជាមនុស្សដែលគិតច្រើនគឺខ្ញុំគិតច្រើនគឺមួយថ្ងៃខ្ញុំគិតមក100 1000រឿងហើយខ្ញុំដឹងថាអ្នកនរគ្នាក៏គិតច្រើនដូចគ្នាប៉ុន្តែការសរសេរ diary វាជាអីដែរធ្វើឲ្យយើងដឹងថាកាលហ្នឹងយើងគិតអីគេពេលយើងត្រឡប់មកអានវាវិញអីចឹងវាជួយច្រើនមែនទែនអីដែលខ្ញុំចង់ណែនាំគឺសាកសរសេរ diary បើអ្នកនរគ្នាមានអារម្មណ៍ថាគិតអីច្រើនហើយក៏មានរឿងចូលមកក្នុងខួរក្បាលច្រើនតែដឹងយកវាចេញមិនសាកសរសេរ diary គឺវាជួយច្រើនពិតមានវាជួយជីវិតខ្ញុំគឺក៏មុនខ្ញុំជាមនុស្សដែលគិតច្រើនជាមនុស្សដែលគិតនៅកន្លែងហ្នឹងចេញមកអត់កើតតែពេលខ្ញុំចាប់ផ្ដើមសរសេរ diary វាជាអីមួយដែលខ្ញុំជួយខ្ញុំច្រើនមែនទែនជួយឲ្យខ្ញុំសុខភាពផ្លូវចិត្តខ្ញុំល្អជាងមុនជួយអីគ្រប់យ៉ាងដែលខ្ញុំល្អតាមខ្ញុំយកមើលនេះគឺអានេះ diary ដែលខ្ញុំសរសេរមើលឃើញគឺវាយ៉ាប់ពិតមែនហើយខ្ញុំសរសេរអស់ហើយគឺខ្ញុំចាប់ផ្ដើមសរសេរដូចជាខែ7ហើយខ្ញុំចាំសោះបានខែ7ឆ្នាំហ្នឹងហើយខ្ញុំសរសេរដល់ខែ10ហើយវាអស់ហើយនេះគឺជា diary ថ្មីខ្ញុំស្អាតមែនទែនអានេះខ្ញុំទិញមកពីវៀតណាមគឺវាជួយជីវិតខ្ញុំច្រើនមែនទែនការសរសេរ diary វាជាអីដែរធ្វើឲ្យខ្ញុំអាចជាត្រឡប់ទៅអានអីចាស់ៗដែលខ្ញុំសរសេរបានថាកាលណាខ្ញុំគិតអីគេហើយក៏ខ្ញុំមានរឿងអីគេដែលខ្ញុំហៅគិតកាប់ពេលខ្ញុំត្រឡប់ទៅអាន diary ចាស់ៗរបស់ខ្ញុំអីចឹងណាបើអ្នកនរគ្នាអត់ដែលសាកហើយក៏អត់ដែលធ្វើហ្មងគ្រាន់តែសរសេរអីទុកនៅក្នុងទូរស័ព្ទក៏បានដែរអាទូរស័ព្ទនៅក្នុង note យើងថាសរសេរ3យ៉ាងដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានក្តីសុខថ្ងៃហ្នឹងឧទាហរណ៍របស់ខ្ញុំមែនអីដែលធ្វើខ្ញុំមានក្តីសុខថ្ងៃហ្នឹងគឺមួយខ្ញុំបានឆុងតែបេតុងផឹកខ្លួនឯងពីរខ្ញុំបានទៅជិះកង់លេងចេញទៅក្រៅចេញទៅដកដង្ហើមហើយ3គឺខ្ញុំបានធ្វើមីកូរ៉េញ៉ាំខ្លួនឯងអញ្ចឹងគ្រាន់តែប៉ុណ្្នឹងគឺវាធ្វើយើងមានក្តីសុខបើអត់ដែលសាកសោះខ្ញុំចង់អ្នកសាកពិតមានវាជួយជីវិតអ្នកដែលគិតច្រើនពិតមានវាជួយច្រើនពិតមានខ្ញុំអត់ដឹងបកស្រាយមិនគឺខ្ញុំចង់ឲ្យសាកវាជាអីដែលជួយជីវិតខ្ញុំប៉ុន្តែបើខ្ញុំសរសេរគឺខ្ញុំសរសេរពេញមកស្លឹកបងពេលខ្ញុំសរសេររហូតដល់គឺខ្ញុំសរសេរពេញមកស្លឹកព្រោះខ្ញុំជាមនុស្សដែលគិតអីច្រើនខ្ញុំគិតអីខ្ញុំសរសេរចេញមកយើងមិនចាំសរសេរឲ្យវាស្អាតសរសេរឲ្យអ្នកគេបានអានទេគឺយើងសរសេរឲ្យយើងអានខ្លួនឯងបានអ្នកផ្សេងអានអត់ចេញក៏វាអត់អីដែរព្រោះយើងសរសេរឲ្យខ្លួនឯងអានយើងសរសេរឲ្យយើងដឹងថាកាលហ្នឹងយើងគិតអីគេហើយកាលហ្នឹងយើងមានអារម្មណ៍មិននៅក្នុងជីវិតហ្នឹងឯងដែលខ្ញុំចង់និយាយថ្ងៃហ្នឹងតែប៉ុណ្ណឹងបាយបាយខ្ញុំសង្ឃឹមពិតមានថាវីដេអូហ្នឹងអាចជួយអ្នកខ្លះដែលគាត់គិតអីច្រើនហើយដឹងរកផ្លូវចេញមិនបាយ